សាខាកក្បាត់ក្រហមកម្ពុជាខេត្តកំពង់ចាមប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត5ធ្នូក្រោមមូលបត្រពង្រឹងសមត្ថភាពនិងសាមគ្គីភាពដើម្បីភាពធន់សហគមន៍នៅអនុសាខាស្រុកស្ទឹងត្រង់នៅព្រឹកថ្ងៃសៅរ៍ពីកើតខែបូជឆ្នាំអាសាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី20ខែធ្នូឆ្នាំ2025សាខាកក្បាត់ក្រហមកម្ពុជាខេត្តកំពង់ចាមបានសហការរៀបចំប្រារព្ធពិធីសំណេះសំណាលអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត5ធ្នូឆ្នាំ2025ក្រោមមូលបត្រពង្រឹងសមត្ថភាពនិងសាមគ្គីភាពដើម្បីភាពធន់សហគមន៍ដែលប្រារព្ធឡើងនៅសាលប្រជុំទីស្នាក់ការអនុសាខាស្រុកស្ទឹងត្រង់ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុនចន្ទដាប្រធានគណៈកម្មាធិការសាខាដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវលោកស្រីសមាជិកសមាជិកាគណៈកម្មាធិការសាខាប្រធានអនុសាខាមន្ត្រីប្រចាំការអនុសាខាស្រុកអ្នកស្ម័គ្រចិត្តមកពី12ឃុំនៅក្នុងស្រុកស្ទឹងត្រង់ចំនួន50នាក់ទីប្រឹក្សានិងយុវជនកាកបាទក្រហមកម្ពុជាមកពីវិទ្យាល័យហ៊ុនសែនស្ទឹងត្រង់ចំនួន50នាក់សរុបចំនួន130នាក់បន្ទាប់ពីលោកបានស្រេងប្រធានគណៈកម្មាធិការអនុសាខាស្រុកស្ទឹងត្រង់បានធ្វើរបាយការណ៍ស្វាគមន៍រួចមកឯកឧត្តមអ៊ុនចន្ទដាប្រធានគណៈកម្មាធិការសាខាបានអានទាំងស្រុងនៅសារលិខិតសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក្នុងឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត5ធ្នូឆ្នាំ2025ក្រោមមូលបត្រពង្រឹងសមត្ថភាពនិងសាមគ្គីភាពដើម្បីភាពធន់សហគមន៍ជូនដល់អង្គពិធីទាំងមូលដែលក្នុងនោះព្រះបរមនាថលួងម៉ែនរោត្តមមុនីនាថសីហនុព្រះប្រធានកិត្តិយសសម្ដេចប្រធានបានសម្ដែងក្តីសោមនស្សរីករាយចូលរួមជាមួយអង្គការសហប្រជាជាតិនិងសម្ព័ន្ធអន្តរជាតិក្នុងការប្រារព្ធទិវាដ៏មានសារៈសំខាន់នេះបង្ហាញពីបណ្ដាញអ្នកស្ម័គ្រចិត្តរបស់ចលនាអន្តរជាតិដែលមានវត្តមានធ្វើប្រតិបត្តិការនៅតាមសហគមន៍គ្រប់ទីកន្លែងទូទាំងពិភពលោកយើងបានប្រារព្ធទិវានេះជារៀងរាល់ឆ្នាំជាឱកាសសំខាន់សម្រាប់ថ្លែងនូវការកោតសរសើរនិងកតញ្ញូតាធម៌ចំពោះអ្នកស្ម័គ្រចិត្តរាប់លាននាក់ដែលកំពុងមមាញឹកក្នុងការលះបង់កម្លាំងកាយចិត្តពេលវេលាដ៏មានតម្លៃចូលរួមខិតខំប្រឹងប្រែងក្នុងប្រតិបត្តិការមនុស្សធម៌ជួយដល់ជនរងគ្រោះទាំងឡាយដោយសារតែការកើតមានសង្គ្រាមជម្លោះប្រដាប់អាវុធអំពើហិង្សាគ្រោះមហន្តរាយធម្មជាតិជំងឺឆ្លងមិនឆ្លងនានារួមជាមួយការបង្ហាញពីកម្លាំងពិតនិងសកម្មភាពពិតនៅតាមមូលដ្ឋានរបស់អ្នកស្ម័គ្រចិត្តយើងគ្រប់រូបឯកឧត្តមប្រធានគណៈកម្មាធិការសាខាបានរំលឹកអនុសាសន៍សម្ដេចប្រធានកាកបាទក្រហមកម្ពុជាចំពោះសាខាក៏ដូចជាអនុសាខានីមួយៗត្រូវយកចិត្តទុកដាក់ក្នុងការកសាងសមត្ថភាពជំនាញដល់មន្ត្រីរបស់ខ្លួនពិសេសអ្នកស្ម័គ្រចិត្តដែលជាប្រតិបត្តិការនៅតាមសហគមន៍និងយុវជនកាកបាទក្រហមកម្ពុជាដែលជាប្រតិបត្តិការនៅតាមគ្រឹះស្ថានសិក្សានៅជំនាញសំខាន់ដូចជាវិជ្ជាសង្គ្រោះបឋមការត្រៀមបង្ការនិងការឆ្លើយតបគ្រោះមហន្តរាយការអប់រំថែទាំសុខភាពតាមសហគមន៍គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌ការការពារបដិរូបការបង្ការទប់ស្កាត់គ្រោះថ្នាក់មីនគ្រាប់បែកចង្កោមការធ្វើយុទ្ធនាការអនាម័យបរិស្ថានស្អាតការចូលរួមទប់ស្កាត់គ្រឿងញៀនអំពើហិង្សាដោយមានផែនការច្បាស់លាស់មួយនិងមានកញ្ចប់ថវិកាសម្រាប់ចុះធ្វើសកម្មភាពដូចភ្លៀងរលឹមនៅតាមមូលដ្ឋាននិងគ្រឹះស្ថានសិក្សារបស់ខ្លួននោះទើបការអនុវត្តនៅទិសស្លោកកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នាមិនទុកនរណាម្នាក់ចោលមានប្រសិទ្ធភាពនិងរួមចំណែកបង្ហាញពីកម្លាំងនៅមូលដ្ឋានមាននៅគ្រប់ទីកន្លែងក្នុងឱកាសនោះដើម្បីជាការលើកទឹកចិត្តដល់ការខិតខំរបស់បងប្អូនឯកឧត្តមអ៊ុនចន្ទដាក៏បានផ្ដល់កិត្តិយសអញ្ជើញប្រគល់ប័ណ្ណសរសើរដែលសម្ដែងនៅការកោតសរសើរនិងសេចក្តីថ្លែងអំណរគុណរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាជូនដល់អ្នកស្ម័គ្រចិត្តដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្តប្រាជ្ញាចូលរួមយ៉ាងសកម្មក្នុងការផ្ដល់សេវាកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដល់សហគមន៍កន្លងមកចំនួន50នាក់ស្រី10នាក់ផងដែរ